រឿងសត្វកណ្ដុរនិងសត្វដំរីកាលពីព្រេងនាយមានសត្វដំរីដ៏ធំមួយក្បាលកំពុងដើរលេងក្នុងព្រៃយ៉ាងសប្បាយរីករាយដោយសារតែខ្លួនវាធំវាហាក់ដូចជាមានមោទនភាពហើយមិនសូវចាប់អារម្មណ៍នឹងសត្វតូចតាចឡើយថ្ងៃមួយដំរីបានដើរចំរុនរបស់សត្វកណ្ដុរមួយគ្រួសារធ្វើឲ្យផ្ទះរបស់ពួកគេបានបែកបាក់អស់សត្វកណ្ដុរតូចក៏ជឿមកអង្វរថាលោកដំរីអើយសូមមេត្តាកុំចំផ្ទះរបស់ខ្ញុំអីបើលោកជួយរក្សាពួកខ្ញុំថ្ងៃក្រោយពួកខ្ញុំនឹងជួយលោកវិញដំរីឮហើយក៏ស្អែកចំអកឲ្យកណ្ដុរថាឯងតូចប៉ុនមេដៃហ្នឹងចង់មកជួយអ្វីយើងកើតប៉ុន្តែទោះជាយ៉ាងណាដំរីក៏ព្រមដើរចេញទៅប៉ុន្មានថ្ងៃក្រោយមកដំរីក៏ដើរជាប់អន្ទាក់របស់ព្រានព្រៃដំរីខំប្រឹងរើបំរះយ៉ាងណាក៏មិនរួចដែរវាបានត្រឹមតែស្រែកយំឲ្យគេជួយគ្រានោះសត្វកណ្ដុរតូចឮសំឡេងក៏នាំមិត្តភក្តិមកជួយពួកគេបានប្រាត់ធ្មេញដ៏មុតស្រួចកាត់អន្ទាក់ខ្សែនោះរហូតដល់ដាច់អស់ធ្វើឲ្យដំរីមានសេរីភាពឡើងវិញដំរីមានការរំភើបនិងដឹងខ្លួនខុសរួចហើយក៏ពោលពាក្យអរគុណទៅកាន់កណ្ដុរហើយចាប់ពីពេលនេះទៅពួកគេបានក្លាយជាមិត្តល្អនឹងគ្នាតរៀងទៅខ្លឹមសារអប់រំនៃសាច់គ្រឿងនេះកុំមើលងាយអ្នកដទៃទោះគេតូចតាចឬមើលទៅខ្សោយជាងយើងក៏គេមានសមត្ថភាពអាចជួយយើងបានដែរការចេះជួយគ្នាទៅវិញទៅមកការចេះជួយគ្នាធ្វើឲ្យយើងរស់នៅបានសប្បាយរីករាយនិងមានសុវត្ថិភាពការដឹងគុណនៅពេលនរណាម្នាក់ជួយយើងត្រូវចេះអរគុណនិងតបស្នងសងគុណគេវិញចូលមិត្តភក្តិឆ្លើយនៅសំណួរខាងក្រោម 1. តើក្នុងរឿងនេះមានសត្វអ្វីខ្លះ 2. ហេតុអ្វីបានជាដំរីស្លេចចំអកឲ្យកណ្ដុរ 3. នៅពេលដំរីជាប់អន្ទាក់តើកណ្ដុរជួយដំរីដោយរបៀបណា